nè bông phan còn mời kia dạ mấy bột nút đôi chỉ máu vì cầm hay lần hồi ở phố dân nhắm tới còn mà có bánh hai cho mấy kia cái đống hay lần hồi mới tới lại chọn tay cái tâm mình rồi bông phan bọn mình này tham ấy phố ai mình ở đập xây nhầm bài bọn tại bọn mà có hai cho mấy kia giám ấy mà đây thế còn mà mấy trong pi lon nè vì phụ kia mua đường phích mà đây thế bông phan xong chúng mua phang thiên trung mấy đứa ấy nè bọn chơi cô cho cô cho anh chỉ mua phan thiên trung này đi bạn công nhầm ấy mà tới chỉ mua vô mặt lệ cho bạc nhom mình tới binh nhưng nó còn bắt trường ảnh tại dân đi đừng qua mà nó chỉ tràn ai vô giờ mày đây bạn ở với đai này chơi của mình hay phò đây chào mấy biết được cái này khai phá qua một bộ đồ mà trả hàng tinh ăn xanh mà phải chừng ca thiệt thôi tôi ai xong thằng lọ bao bên nhầm nè bằng hồn tinh mà này thì bọn phản châm niệm khănกูตายมาไหนดิกูเป็นคนเกิดจากกรมให้หลงหอยสุดท้ายเชื่อมนุษย์คลั่งท่านแต่เมียนขี้มาให้เตย30 អ្នកទៀតអញនិយាយមើលបងផាងអាចវាយឈ្នះទេណែលោកប្អូនមិត្តភក្តិរបស់លោកប្អូនត្រូវគេនាំទៅហើយមិនត្រូវប៉ូលីសទេមើលទៅពួកគេមិនជាមនុស្សល្អទេខ្ញុំខ្លាចមិត្តភក្តិរបស់លោកនឹងខាតបងមិនអីទេមិត្តភក្តិខ្ញុំជាអ្នកខ្លាំងដោះស្រាយក្រុមទំនើងគឺគ្មានបញ្ហាទេយ៉ាងហ្នឹងម្ចាស់ហាងលោកទៅអាំ20ចក្រទៀតមកឲ្យយើងពួកយើងចាំគាត់ត្រឡប់មកវិញអញ្ចឹងចុះបើមិនលោកអាចដោះស្រាយបញ្ហាក្រុមទំនើងនោះបានហើយត្រឡប់មកវិញដោយសុវត្ថិភាពអាហារនេះខ្ញុំអ្នកចេញ free តែម្ដងខ្ញុំទៅអាំងសិនឲ្យលោកចាំបន្តិចបងហួងបងត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពមើលកាយវិការសត្វតែជាអ្នកពឹកហាត់ក្មេងថ្លៃធ្នូណាស់ដឹងថាឯងជាអ្នកខ្លាំងដូច្នេះយប់នេះយើងនាំបងប្អូនដែលខ្លាំងមកទៀតអស់មើលថាតាក្បាច់កូនរបស់ឯងខ្លាំងប៉ុណ្ណាឯងរត់រួចពីទីនេះទេគឺម្នាក់នោះកូនប្រុសតកោជួឲ្យមកមែនទេចាំឯងកុំខ្វល់រឿងនោះសរុបមកឯងជាមនុស្សដែលមិនគួររស់យប់នេះកាត់ជើងឯងមួយឲ្យឯងចងចាំមួយជីវិតចូលណែនៅសល់តែឯងម្នាក់ទេបាននិយាយទៅឯងចង់ស្លាប់ហើយវាយឯងឲ្យស្លាប់កម្លាំងវាខ្លាំងម្ល៉េះវាចប់ហើយអាបើហើយពួកគេបោយ៉ាងម៉េចក្រុមពួកឯងគឺមិនខ្លាំងនោះទេហើយតែក៏ខ្លាចម្ល៉េះភាពខ្លាំងពួកកែដូចមុនបាត់ទៅណាអស់ហើយសុទ្ធតែជាកូនចៅគ្មានបានការទាំងអស់បងបាយដាក់ទូពួកឯងយ៉ាងម៉េចបងផាងអត់ទោសឲ្យយើងផងពួកយើងមិនហ៊ានទៀតទេស្រេចអីហើយលោកគ្រូទៅបាទលោកគ្រូផាងចាំពីនេះតទៅយើងគឺជាគ្រូបង្រៀនពួកឯងឲ្យចេះរស់នៅត្រូវហើយលោកគ្រូផាងលោកជាមនុស្សចិត្តធ្ងន់សូមចាត់ទុកពួកយើងជាខ្យល់ហើយលែងទៅចាប់ពីពេលនេះតទៅលោកមានតម្រូវការអ្វីគ្រាន់តែទូរស័ព្ទមកខ្ញុំហើយឡងហុយហ៊ានលះបង់មិនថយក្រោយគោរពលោកគ្រូម៉ែហើយឲ្យបុគ្គលិកខ្លាំងពេកហើយមិនមែនជាមនុស្សទេច្បាស់ជាមិនអាចបង្ករឿងជាមួយគេទេត្រូវហើយធ្វើតាមអ្វីដែរនេះជួយទុកចំពាក់សិនអ្នកនៅទីនោះគឺចាំខ្ញុំញ៉ាំសាច់អាំងខ្ញុំពិតជាគ្មានពេលនោះទេមកដល់ស្រ័យជាមួយពួកឯងប៉ុន្តែបំណុលក្រុមរបស់ពួកឯងនេះចាំតែខ្ញុំហើយបាទថ្ងៃក្រោយមានពេលខ្ញុំនឹងមកទៀតតើដឹងដែរទេបាទខ្ញុំដឹងហើយអ្នកណាបាទជួយឡើងឆាប់មកបើកទ្វារឲ្យខ្ញុំមកឆាប់ឡើងបាទពួកឯងលោកជង្គង់នៅទីនេះរហូតដល់ភ្លឺគ្មានអ្នកណាអាចគេចខ្លួនបាននោះទេបើសិនជាខ្ញុំដឹងខ្ញុំនឹងបំបាក់ជើងរបស់ពួកឯងហើយខ្ញុំនិយាយពិតមែនហើយខ្ញុំក៏ធ្វើពិតដែរយល់ទេបាទលោកគ្រូផាងអញសូមជើញ
លោកគ្រូផាងសូមអញ្ជើញបងផាងមិនគួរជឿមិនក្រុមហៃឡុងនោះមិនគោរពបងផាងខ្លាំងម្ល៉េះ ពួកគេនាំខ្ញុំទៅជីក្រុងខាត់ពីបន្តិចហើយសាច់អាំងហើយឬនៅអាំងហើយឬនៅ អូត្រូវហើយបងអង្គុយមក មើលហើយថាកែណែណា កែអូបតមានកែដែរបង មកថាកែអានេះគិតលុយរួចហើយឬនៅ ត្រូវហើយតុកនេះប្រហែលលុយណែសរុប168ណែយកទៅ លុយដែលនៅសល់មិនបាច់អាប់ទេធ្វើមកហូបល្អៗឲ្យមិត្តភក្តិខ្ញុំញ៉ាំបាត់ល្អណាស់រួចហើយគិតលុយឲ្យលឿនទៅលើកក្រោយបើសិនជាហ៊ានធ្វើបាបប្រជាជនទៀតបើជប់ខ្ញុំនឹងមករៀនពួកឯង ខ្ញុំចាំទុកបងញ៉ាំតាមស្រួលផឹកតាមស្រួលខ្ញុំនិយាយសិនហើយល្អណែបងខ្វាំងប្រាប់ខ្ញុំមកធ្វើម៉េចទើបអាចបណ្ដៅក្រុមនេះបាន អូគ្មានអ្វីទេដូចជាការវាយកណ្ដោបម្នាក់មួយជើងមិនដល់2នាទីហើយក៏ដួលទាំងអស់មេរបស់ពួកវាគឺត្រូវខ្ញុំធាក់ឡើងជុំហើយក៏ឈរមិនជាប់អូយគួរអាណិតណាស់ អូយខ្លាំងណាស់បងអោប្រជាម្ចាស់ហើយខ្លាំងពេកហើយមកផឹកស្រាវិញឡោះជាងមកពួកគេនាំខ្ញុំទៅខាត់ពេលអត់អំពើបើមិនចឹងទេគឺចប់តាំងពីជួរហើយមែនហើយតើកោជួរនោះខ្ញុំនឹងបន្តបដាវាកុំឲ្យគេបង្ករឿងទៀតណា ណែបងបើឲ្យខ្ញុំនិយាយភ្លេចទៅគេនិយាយថាបញ្ហាមិនមែនជារឿងល្អលើពីនេះអតិពលរបស់តកោជួរមិនតូចទេ ខ្លាចទៅបងវាគេគ្រប់ទិសទីមិនមានគូប្រកួតកុំធ្វើចលាចលអី អូអីបងបកាយអួតណាស់ពួកបងខ្ញុំយកសាច់ពិសេសមកជូនពួកបងថែមទឹកសាច់អាំងខ្លះទៀតហើយយកមកឆ្អែតផឹកឲ្យស្រវឹងទៅ អាយ៉ាល្អណាស់អរគុណហើយតកែ បត់អីទេ ញ៉ាំទៅក្មួយជួខ្ញុំពិតជាគ្មានពិធីយកវិញខ្ញុំបាត់បញ្ជូនបងប្អូន30នាក់ដែលតាមគេកន្លះយកតែចាប់មិនបានព្រោះយើងไปយកគ្នាម្ដងទាំងសងខាងរបស់នៅខាងក្នុងពិតជាគ្មានពិធីប្រហែលជាត្រូវរកអ្នកជំនាញខ្លាំងហើយល្អបងវិនខ្ញុំដឹងហើយបងសម្រាប់ឲ្យបានល្អរឿងនេះខ្ញុំគិតរកវិធីខ្លួនឯងបានហើយមនុស្សគ្មានប្រយោជន៍ក្រុមមនុស្សគ្មានប្រយោជន៍ក្រុមហៃឡុងបើជាចាញ់សន្តិសុខម្នាក់គ្នា30នាក់បើជាធ្វើអីគេមិនកើតថែមតែខាត់លុយរបស់យើង200000ថែមទៀតលោកប្រធមមានរឿងអីក្រុមហៃឡុងក៏មិនអាចបដៅអត្តកូលបានអាចជូឡុងវានិយាយថាវាប្រយុទ្ធជាមួយអត្តកូលបានម្ដងសងខាងរបួសខាងក្នុងអ្នកណាទៅដឹងវានិយាយពិតឬក៏កុហកទាំងសងខាងរបួសលោកប្រុសឆ្លៀតពេលដែលគេមានរបួសយកជីវិតវាតែម្ដងទៅឲ្យពួកយើងទៅប្រដៅឆ្កែនោះទៅលោកងងទេអីអូនដែលស្គមនៅតែធំជាងសេះដដែលអត្តកូលវាងជាអ្នកជំនាញទោះបីជាវារបួសខាងក្នុងក៏ដោយក៏មិនមែនពួកឯងអាចប្រយុទ្ធបានដែរអញ្ចឹងពួកយើងគួររកអ្នកណាពឹងហៃឡុងមិនបានយើងទៅរកបៃហ៊ូយើងមិនជឿថាក្រុមបៃហ៊ូនៅតែមិនអាចចាត់ការអសន្តិសុខម្នាក់នោះបាននោះទេពួកឯងតែរៀបចំកដោឲ្យបានល្អយប់នេះទៅខាងជើងក្រុងទៅរកលោកឡៅទៅបាទទេអាយ៉ាយុវជនជួបប៉ៅសូមគោរពលោកឡៅហេលោកឡៅខានជួបយូរហើយសូមជូនពរលោកចំនួនរីកចម្រើនរកលុយបានច្រើនគូសំពេចហើយឮថាក្មួយប្រុសទី2ជាភៀប្រចាំក្លឹបនេះអរគុណការគាំទ្រត្រូវហើយមិនដឹងថាក្មួយប្រុសទី2រកខ្ញុំមានការអីដែរលោកឡៅខ្ញុំចង់ចេញក្រុមបៃហ៊ូជួយខ្ញុំចាត់ការមនុស្សម្នាក់បានទេថាម៉េចនៅវាមនុស្សក្នុងចំណោមត្រកូលទាំង4មិនអាចចាត់ការបានតាមមែនទេខ្ញុំមិនមែនត្រកូលជួចាត់ការបានទេគ្រាន់តែមិនចង់ឲ្យលោកតាដឹងខ្ញុំចង់ដោះស្រាយដោយសម្ងាត់រឿងហេតុបែបនេះនិយាយទៅជាអ្នកណាគឺសន្តិសុខរបស់ក្រុមហ៊ុនដៃខាងសន្តិសុខម្នាក់ក៏អាចដោះស្រាយមិនបានអញ្ចឹងមនុស្សក្រមកគប់ឯងទុកធ្វើស្អីទៅលោកឡៅលោកមិនដឹងទេឆ្កែនោះទោះបីជាសន្តិសុខតែវាមានចំណេញពិតប្រាកដសម្បីតែជូឡុងរបស់ក្រុមហៃឡុងក៏ត្រឹមតែស្មើគ្នាទាំងសងខាងរងរបួសខាងក្នុងជូឡុងជាអ្នកជំនាញកពូលអាចស្មើជាមួយគេគ្រាន់តែសន្តិសុខតូចមួយពិតជាមិនធម្មតាទេនិយាយទៅឯងចង់ធ្វើឲ្យគេដល់កម្រិតណាបាក់ជើងមកខាងគ្រប់គ្រាន់ហើយអូអានេះគឺ300000បន្ទាប់ពីសម្រាប់ខ្ញុំនឹងជូនរង្វាន់ធំបន្ថែមទៀតការងារនេះ
ក្រុមបៃហ៊ូរបស់យើងធ្វើលោកកុំបារម្ភអីខ្ញុំរៀបចំមនុស្សទៅធ្វើភ្លាមរួចហើយលោកគ្រាន់តែត្រឡប់ទៅផ្ទះរងចាំដំណឹងល្អពីខ្ញុំទៅអរគុណលោកឡៅខ្ញុំមិនរំខានទៀតទេខ្ញុំគិតថាសូមលាសិនហើយលាហើយជូនភ្ញៀវត្រកូលជួពិតជាត្រកូលធំជើងមកខាងក៏ហ៊ានឲ្យតម្លៃ30,000ពិតជាមិនខ្វល់ពីលុយបងធំរឿងនេះខ្ញុំគិតថាមានអ្វីមិនប្រក្រតីហើយនិយាយថាម៉េចហៃឡុងហេតុអីបានចាត់ការសន្តិសុខម្នាក់មិនបានគេនេះមានប្រវត្តិយ៉ាងម៉េចពួកយើងគួរតែស៊ើបឲ្យច្បាស់មុននឹងធ្វើអ្វីមួយហើយបើពិតជាត្រូវធ្វើនោះពួកយើងគួរតែនាំមនុស្សទៅកន្លែងយើងធ្វើដូច្នេះទើបមានសុវត្ថិភាពជាងលបងយល់យ៉ាងម៉េចដែរមានហេតុផលអាចធ្វើឲ្យអាឡុងជួងឈឺក្បាលច្បាស់ជាមានចំណុចពិសេសហើយមើលទៅយ៉ាងល្អយើងស៊ើបមើលថាសន្តិសុខម្នាក់នេះមានប្រវត្តិបែបណាហើយមានអ្នកណានៅក្បែរគេស៊ើបបានច្បាស់ការហើយចាំយើងគិតរកវិធីល្អថ្ងៃនេះជាថ្ងៃឈប់សម្រាកពុកម៉ែគួរតែនៅផ្ទះអ្នកណាក្មួយរកអ្នកណាម៉ែលោកជាខ្ញុំគឺសៀវហ៊ូសៀវហ៊ូអញជាសៀវហ៊ូគឺសៀវហ៊ូអញជាសៀវហ៊ូរបស់ខ្ញុំទីបំផុតអញត្រឡប់មកវិញហើយ19ឆ្នាំហើយអ្នកនឹងចាំខ្ញុំបានទេចាំបានល្អណាស់សៀវហ៊ូឆាប់ចូលមកកូនប្រុសម៉ែពេលខ្ញុំទៅខ្ញុំមិនបានទុកសម្បត្តិឲ្យម៉ែទេហើយបានជាពួកគេគិតថាខ្ញុំស្លាប់ពិតជាមានសម្បត្តិមួយមិនដឹងថាអ្នកណាជាអ្នកសរសេរគ្រាន់តែរំជួលតាមចន្លោះទ្វារសម្បត្តិដែលមិនដឹងប្រភពបែបនេះម៉ែនឹងពុកមិននឹងអាចជឿបានប្រហែលឆ្នាំនេះម៉ែនឹងពុករបស់ឯងស៊ើបសួរគ្រប់ទីកន្លែងក៏គ្មានដំណឹងរបស់ឯងសោះថែមទាំងម៉ែខ្ញុំមិនល្អធ្វើឲ្យម៉ែបារម្ភហើយកូនប្រុសប្រហែលឆ្នាំនេះឯងទៅណាប្រាប់ម៉ែទៅនោះគឺជារឿងវែងឆ្ងាយណាស់ឆ្នាំនោះខ្ញុំត្រូវលោកគ្រូនាំទៅលើភ្នំខុនលុនត្រឡប់មកវិញគឺល្អហើយត្រូវឲ្យម៉ែហើយចុះពុកណែណាឪពុកឯងគាត់ទៅធ្វើចំនួនហើយបងស្រីខ្ញុំឈឺណែណានាងឥឡូវកំពុងតែរៀននៅសាកលវិទ្យាល័យចុងសប្តាហ៍ទើបត្រឡប់មកវិញលោម្លេះប្រឡងចប់សាកលវិទ្យាល័យហើយត្រូវហើយម៉ែខ្ញុំនឹងជិះជាមួយម៉ែដឹងដែរទេពី3ថ្ងៃមុនគឺខ្ញុំត្រឡប់មកវិញម្ដងខ្ញុំបានគូទ្វាគេគិតថាខ្ញុំជាជនបាន5មិនប្របាច់ខ្ញុំទេនាងចំអកនេះតែរឿងនេះម៉ែពិតជាមិនអាចបន្ទោសនាងម៉ែមិនអាចប្រាប់នាងពីរឿងនេះទេទៅហើយកូនប្រុសឥឡូវឯងនៅណាខ្ញុំត្រឡប់មកវិញរកការងារធ្វើជាសិននៅក្រុមហ៊ុនដាច់ខំហើយក៏ស្នើនៅក្រុមហ៊ុននោះតែម្ដងទៅកន្លែងរបស់ក្រុមហ៊ុនល្អហើយឯងមើលម៉ែរវល់តែនិយាយជាមួយឯងឥឡូវត្រៀមចាំបន្ទប់ឲ្យឯងសិនម៉ែកុំអីម៉ែកុំរវល់អីអាយ៉ាអង្គុយនៅទីនេះសម្រាប់សិនឥឡូវត្រៀមចាំហើយណាទៅកន្លែងក្រុមហ៊ុនធ្វើអីមានអារម្មណ៍ថាផ្ទះគឺពិតច្រឡំណាស់បងណែណានៅថ្ងៃនេះខ្ញុំមិនធ្វើការទេខ្ញុំនៅផ្ទះក្រុមហ៊ុនមកអ្នកនាងដៃកំពុងរកបងរកខ្ញុំមានការអីមិនដឹងទេមិនមែនជារឿងបងនៅក្រៅពីគេប៉ះពាល់ទេមិនអាចនោះទេល្អខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះម៉ែខ្ញុំទៅក្រុមហ៊ុនសិនមិនដឹងមានការទេខ្ញុំទៅហើយឯងចង់ចាញ់ទៅនោះឯងជប់នៅត្រឡប់មកញ៉ាំបាយទេត្រឡប់មកជុំបាយជិះមកល្អនៅតាមផ្លូវប្រយ័ត្នខ្ញុំទៅឲ្យម៉ែល្អបងកូនប្រុសត្រឡប់មកវិញហើយបងពេលណាទើបត្រឡប់មកវិញ
ណែនាងរកខ្ញុំមែនទេ ចូលមកមានកាយដែរ មានកាយ លោកមិនខ្លាំងទេទីខ្លួនឯងទៅលោកគ្រូផឹង ហើយពីបោះហើយ នៅក្រុមហ៊ុនធ្វើការយ៉ាងម៉េចនៅសំទី អូហើយគឺល្អណាស់ចាណាក៏រាល់ថ្ងៃញ៉ាំហើយគេងហើយញ៉ាំមួយថ្ងៃគ្មានអីធ្វើទេ នេះជាអាកប្បកិរិយាស្អីសន្តិសុខក៏ជាការងារសមរម្យមួយត្រូវបានលោកនិយាយដូចជំនួសមិនបានគេ មិនមែនទេខ្ញុំនេះធ្វើការគឺឧស្សាហ៍ជាណាស់ហើយក៏តាំងចិត្តដែរយកចិត្តទុកដាក់គ្រប់ពេលការពារអាយុជីវិតនិងទ្រព្យសម្បត្តិក្រុមហ៊ុនថែមទៀតផងណា ផ្លេចទេមិននិយាយរឿងទៅនេះទេលើថាលោកចេះទូទាយថែមទាំងត្រឹមត្រូវទៀតមែនទេ ពីចចាមអារ៉ាមនេះជាពីចចាមអារ៉ាមខ្ញុំពិតជាមិនបានធ្វើការអ្វីនៅក្រុមហ៊ុននេះទេសូមចាំបន្តិចណាខ្ញុំនៅតែជួយសន្តិសុខដល់ស្មោះត្រង់ចំពោះក្រុមហ៊ុន ឲ្យឱកាសលោកម្ដងទៀត ទូទីត្រង់ហើយឲ្យអ្នកនាងម្ដង ប៉ុន្តែគឺគ្រាន់តែ អ្នកនាងចង់ទីមែនទេខ្ញុំអាចទីបាន ត្រឹមតែលោកក៏ចេះទូទាយនេះលោកទូទាយឲ្យខ្ញុំមើលខ្ញុំចង់មើលថាតើលោកពិតជាខ្លាំងមែនអត់ ចង់ទីពីអ្វីដែរ គូជីវិត មើលតាមរូបនាងប្តីរបស់អ្នកនាងនឹងលេចឡើងឆាប់នេះហើយប៉ុន្តែអត្តសញ្ញាណមិនបានជាអាចកំបាំងម្ល៉េះណោះមិនគួរទេពីមុនគឺមានតែទូទីឲ្យខ្លួនឯងទើបដឹងពីស្ថានភាពបែបនេះអ្នកនាងសូមចាំតិចខ្ញុំមើលសិន បានហើយ អូ ខ្ញុំរកលោកមានការសំខាន់ អូអ្នកនាងនិយាយមក ក្រុមហ៊ុនមានប្រាក់កម្ចីជាង700ម៉ឺន3ឆ្នាំហើយនៅតែមិនអាចទាញមកវិញខ្ញុំគ្រាន់តែចង់ឲ្យលោកទាយឲ្យខ្ញុំថាលុយនេះអាចទាញមកវិញបានទេ អ្នកនាងរឿងទីលុយនេះគឺមិនច្បាស់ទេពីចាននិយាយត្រូវសម្រាប់មនុស្សសងជីវិតចំពាក់លុយសងលុយគឺជារឿងធម្មតាទេចាំងសាន់ទាមិនបានបញ្ជូនអាលីស៊ីទៅទៀតទៅថ្ងៃណាមួយប្រកាសជាទាបាន និយាយស្រួលបើស្រួលដល់លោកនិយាយក្រុមហ៊ុនបានទាញលុយនេះមកវិញតាំងពីយូរហើយចឹងអ្នកគ្រប់គ្រងផ្នែកនេះរត់ឡើងស្គមហើយរហូតមកដល់ពេលនេះនៅតែទាញមិនបានថាវិការរបស់ក្រុមហ៊ុនក៏តឹងណាស់700ម៉ឺននេះក៏មិនមែនជាចំនួនតិចលោកនិយាយថាតើទុកក្នុងដៃអ្នកដទៃយ៉ាងម៉េចទេ នេះជាស្ថាប័នឯទៅហើយគឺមិនសងគេចំពាក់លុយច្រើនចឹងនេះហើយបានជាមិនគិតលុយហើយជើងត្រូវតាក់ទងជាមួយគេដល់ថ្នាក់ចំពាក់លុយច្រើនបែបហ្នឹង នេះជាមន្ទីរពេទ្យឯកជនមួយនេះជាបំណុលចាស់ពីមុនចាប់តាំងពីស៊ីវមកដល់ក្រុមហ៊ុនមិនបានតាក់ទងគ្នាទៀតទេដូច្នេះបំណុលនេះគឺកាន់តែពិបាកទៀត ខ្ញុំគ្រាន់តែចង់ឲ្យលោកទាយឲ្យខ្ញុំតើលុយនេះអាចទាញមកវិញបានទេពេលណាអាចទាញមកវិញបាន